មែនទេមិញនេះពួកយើងទាំងពីរអ្នកព្រោះតែព្រះអង្គស្ដាប់ឮដំណឹងថាព្រះបុត្រានាំមនុស្សអភ័ព្វនោះហើយតែមានទ័ពដែលយើងចាប់បាននោះសម្រុកចេញមកពីគុកអីអញ្ចឹងក៏មិនបាច់និយាយគ្នានៅខាងក្រៅយប់យ៉ាងនេះដែរណាអើយណាស់ហើយចាស់មិនបាច់ខ្វល់ទេព្រះបុត្រានិងព្រះនាងគួរតែនិយាយគ្នារួចហើយពួកយើងទៅរកត្រង់តែអើអីអ្នកណាហ្នឹងអើយអាយ៉ាលោកមេតបហាបំភ័យខ្ញុំស្លាប់ហើយពាក់កណ្ដាលអាត្រៀតលោកឈរនៅទីនេះមួយម៉ាត់ក៏មិននិយាយសោះអញ្ចឹងធ្វើស្អីហ្នឹងលោកមេតបអើយខ្ញុំស្មានថាបានជួបខ្មោចទៀតផងលោកបំភ័យខ្ញុំលួសភ្លឹងអស់ឯងថានរណាជាខ្មោចទៅខ្ញុំមិនទាន់សួរពួកឯងផងយប់ជ្រៅហើយមិននៅក្នុងបន្ទប់មើលថែប្រនាងនិងព្រះបត្រានៅទីនេះធ្វើស្អីទៅអូឬមួយក៏ពួកឯងតែពីរនាក់ណែលោកមេតបលោកកុំយកច្រឡំអីមិននេះខ្ញុំកំដរព្រះនាងទៅមើលព្រះបុត្រាព្រោះតែចង់ឲ្យពួកគេទាំងពីរនាក់និយាយគ្នាបានច្រើនហេតុនេះខ្ញុំនឹងជិះគោនេះមកទីនេះតែអញ្ចឹងជំងឺរបស់ព្រះបុត្រាបានធូរបន្តិចដែរទេព្រះបុត្រាគឺដូចជាគ្មានការធូរស្រាលអីបន្តិចសោះហើយថាម៉េចមិនក៏គ្មានភាពធូរស្រាលសោះអញ្ចឹងអ្នកមនាងលេជីប្រាសុទ្ធតែថ្នាំល្អទាំងអស់មិននឹងអាចគ្មានការប្រែប្រួលទេចេញគួរឯងមើលថែព្រះបុត្រាយ៉ាងម៉េចទៅមិនមែនទេខ្ញុំរងចាំទីនេះតែមីងឈៀវមិនឲ្យខ្ញុំនៅខ្ញុំក៏មកឆ្នាំគឺពនាងយើងរងាស់ដោយផ្ទាល់ដៃបាយមហូបវិញក៏ពនាងជាអ្នកចម្អិនដោយផ្ទាល់ដៃហើយក៏លើកយកទៅដល់បន្ទប់ព្រះបុត្រាគឺមីងឈៀវនឹងស្ទាក់ជាប់ពួកយើងក៏ជុលទៅមិនបានដែរតើព្រះបុត្រាបានសើឬក៏អត់ពួកយើងមិនដឹងទេស្ថានភាពយ៉ាងម៉េចថាម៉េចឈៀវនាងមិនឲ្យពួកឯងចូលទៅទេអញ្ចឹងមានន័យថាតើព្រះបុត្រានៅក្នុងបន្ទប់ឬអត់ពួកឯងក៏មិនដឹងដែរតើមែនដែរទេអាយ៉ាលោកមេតបព្រះបុត្រាឈឺហើយប្រកាសជានៅក្នុងបន្ទប់មិននឹងឲ្យនិយាយពាក្យថាចម្លែកទៅព្រះបុត្រាឈរក៏មិននឹកដែរទ្រង់មិនអាចទៅណាបានទេត្រូវហើយតាមអ្វីដែលពួកឯងនិយាយមិញនេះពីថ្ងៃនេះក្រែងឈៀវនាងកំពុងតែមើលថែព្រះបុត្រាប៉ុន្តែមិញនេះមីងឈៀវមិននៅក្នុងបន្ទប់របស់ព្រះបុត្រាទេអូមានន័យថាម៉េចព្រោះតែខ្ញុំហើយនឹងជីងគួរហើយនឹងព្រះនាងទៅមើលព្រះបុត្រាទីបំផុតណាប្រទះឃើញថាមីងឈៀវមិននៅក្នុងបន្ទប់ទេហើយនេះហើយពួកយើងក៏អាចទុកឲ្យគេទាំងពីរនៅជាមួយគ្នាហើយខ្ញុំក៏ចេញមកក្រោយមកខ្ញុំនឹងជីងគួរបានប្រទះឃើញថាមីងឈៀវនិងមនុស្សអាភ័ព្វនោះនៅទីនោះនិយាយខ្សឹបខ្សៀវគ្នានៅទីនោះតែម្ដងអាម៉េចអាយ៉ាលោកថាមីងឈៀវហើយនឹងមនុស្សអាភ័ព្វនោះជួបគ្នានៅកន្លែងនេះជួយសិនទៅលេងដៃរបស់ខ្ញុំសិនទៅថយចេញលោកធ្វើស្អីមើលដៃទលុកទលុនផងគេចាប់ជើងជាប់អស់ហើយមើលចិនជូឲ្យផ្លុំឲ្យមិនអីទេសុំទៅផងពាក្យដែលនាងនិយាយមិញនេះសុទ្ធតែជាពាក្យពិតទេខ្ញុំក៏ហាក់លោកធ្វើអីតែលោកសួរចេញគោតែគេក៏បានឃើញដែរត្រូវហើយល្អអញ្ចឹងចេះចុះរឿងមួយនេះពួកឯងតែពីរនាក់កុំនិយាយប្រាប់គេទៀតបោករួមទាំងប្រនាងដឹងដែរទេនេះលោកមានន័យថាម៉េចហ្នឹងលោកមិនតបហាលោកមិនតបមានរឿងអីចង់ប្រាប់ពួកយើងមែនដែរទេមែនគ្មានស្អីទេបានហើយយប់យ៉ាងនេះទៅហើយពួកឯងទៅសិនទៅរឿងដែលនៅសល់គឺប្រគល់ឲ្យខ្ញុំដោះស្រាយចុះពួកយើងទៅសិនទៅណាឈឺដែរទេមើលមកចូលក្នុងទៅបងជួយស្អំឲ្យឈៀវនាងអើយឈៀវនាងទីបំផុតនាងលេចចេញព្រះអង្គព្រះអង្គអ្នកមនាងមិនមែនសង្ស័យព្រះបុត្រានោះទេតែគឺមនុស្សអាភ័ព្វម្នាក់នេះចិត្តដិតជាមួយនឹងឈៀវនាងយ៉ាងនេះគឺចិនជូននឹងចេញគួរគឺបានឃើញដល់ផ្ទាល់ភ្នែកមែនហើយព្រះអង្គចិនជូននឹងចេញគួរគឺមិនអាចនិយាយខកទេព្រោះពួកគេមិនដឹងថាមុននេះមានរឿងអ្វីកើតឡើងទេពួកគេទាំងពីរមិនអាចនិយាយកុហកទេព្រះអង្គខ្ញុំម្ចាស់គិតថាយកល្អចាប់ឈៀវនាងហើយនឹងមនុស្សអាភ័ព្វនោះសិនទៅសួរចម្លើយពួកគេបន្ទាប់មក
ពួកយើង បើពិតជាបែបនេះមែននោះអញ្ចឹងអ្វីដែលអូននិយាយមិញនេះគឺថាមិនវាយស្មៅបង្អើលពោះណាស់ទៅហើយទេអីហើយម្យ៉ាងវិញទៀតពេលនេះអាឡុងនៅឈឺនៅឡើយទេអូនឈប់ទៅមិនឈឺគេទៀតទៅថាបានទេយើងក៏ថាអញ្ចេះចុះអាមីខុយ អេកណាថ្លៃពិសេស ចាប់ពីពេលនេះតទៅឯងគឺឃ្លាំមើលឈៀវនាងហើយនឹងមនុស្សអាភ័ព្វម្នាក់នោះពេលដែលចាំបាច់អាចទៅស៊ើបសួរគេដោយខ្លួនឯងបានបើមានរឿងអ្វីកើតឡើងនោះឯងត្រូវចាប់ខ្លួនឈៀវនាងនិងមនុស្សអាភ័ព្វនោះមកឲ្យយើងប៉ុន្តែមិនអាចប៉ះពាល់គេសំបីតែមួយសរសៃសក់នោះទេđâuតើស្ដាប់បានទេបើហ៊ានទៅប៉ះពាល់គេហើយដូចជាប៉ះពាល់យើងយ៉ាងចឹងដែរ កណាថ្លៃពិសេសទូបង្គំថ្វាយបង្គំលី ព្រះអង្គខ្ញុំម្ចាស់មិនយល់ទេហេតុអីក៏មិនអាចប៉ះពាល់ពួកគេបានអញ្ចឹង ហើយចាប្រហែលថ្ងៃនេះបងកំពុងតែគិតរហូតបើសិនជាដូចអ្វីដែលអូននិយាយមែននោះជីឡុងគឺជាអ្នកចំនួនក្រោយរបស់ជីហ៊ុនអញ្ចឹងឈៀវនាងក៏ចិញ្ចឹមគេអស់ច្រើនឆ្នាំមកនេះជីឡុងចំពោះបងហើយនឹងឈៀវនាងក៏កាត់ទញ្ញូណាស់ដែរបងជឿថាមនុស្សចេតនាដែលបងលះបង់ចេញទៅនេះទោះបីយ៉ាងណាក៏ដោយជីឡុងនោះក៏មិនអាចធ្វើអ្វីចំពោះបងបានដែរហើយមកយ៉ាងវិញទៀតក្រែងពេលនេះឈៀវនាងនៅក្នុងដៃពួកយើងនៅឡើយទេអី ព្រះអង្គខ្ញុំម្ចាស់ស្មានថាខ្ញុំម្ចាស់ឆ្លាតណាស់ទៅហើយស្មានមកដល់ថាបងនេះពិតជាចាស់ហើយល្បិចកលច្រើនមែន ក្រែងពួកយើងគឺដូចតែគ្នាតើប៉ុន្តែបងពិតជាសង្ឃឹមថាការសន្និដ្ឋានរបស់អូនវាខ្លែងខ្លាយទៅចុះជីឡុងនោះគេមិនមែនជាកូនប្រុសរបស់ជីហ៊ួនទេហើយម្យ៉ាងទៀតគេជាកូនសំណប់ចិត្តរបស់បង ព្រះអង្គខ្ញុំម្ចាស់ក៏សង្ឃឹមថាខ្ញុំម្ចាស់គឺខុសដែរប៉ុន្តែបាទដូចអ្វីដែលខ្ញុំម្ចាស់ស្មានមែននោះដល់ពេលនោះមានរឿងបែបនេះមែនអញ្ចឹងបងគឺឃុំខ្លួនឈៀវនាងអស់មួយជីវិតចាំមើលតើជីឡុងនោះវាមានវិធីអ្វីទៅហើយថែមទាំងហ្វូយ៉ុងទៀតគេរៀបការជាមួយជីឡុងបងជឿថាគេមិនអាចក្បត់នឹងបងក៏មិនអាចក្បត់នឹងកូនស្រីរបស់យើងដែរ ព្រះអង្គពិតជាឆ្លៀសវៃមែនខ្ញុំគឺមិនអោយអាងឆ្លាញ់ជឿឡុងយ៉ាងនេះទេរត់ទៅត្រូវបំផ្លាញរឿងដែលហ្វូយ៉ុងចង់រៀបការជាមួយជឿឡុងថែមទៀតពំនោះទេហឺធូពិតជាធ្លាក់ទៅក្នុងដៃរបស់ជឿឡុងមែនហើយខ្ញុំមិនអាចឲ្យពួកគេមានលទ្ធផលល្អយ៉ាងនេះទេ អ្នកណាអាយ៉ា លោកជាអ្នកណាខ្ញុំជាអ្នកណាខ្ញុំមកជួយឯងទេខ្ញុំមើលទៅលោកមិនដូចជាមនុស្សនៅស៊ីឈីទេហេតុអីក៏ចង់ជួយខ្ញុំតែទៀតឯងប្រកាសជាយល់ហើយ
នេះមិនបានជាកន្លែងដែលយើងត្រូវនិយាយគ្នាទេតោះ លោកម្ចាស់លោកស្រីគំនុំរបស់អ្នកទាំងពីរថ្ងៃនេះគឺត្រូវសងសឹកហើយអ្នកទាំងពីរដឹងទេថ្ងៃនេះអាឡុងគឺត្រូវសហការក្នុងក្រាយជាមួយនឹងពួកលោកអបរ៉ែកជាងសងសឹកហើយហេតុនេះគំនុំរបស់អ្នកទាំងពីរថ្ងៃនេះត្រូវសងសឹកហើយលោកម្ចាស់អ្នកស្រីអ្នកទាំងពីរត្រូវថែរក្សាអាឡុងផងឲ្យបានសុខសប្បាយថែរក្សាគេឲ្យសម្រាប់សត្រូវសងសឹកឲ្យអ្នកទាំងពីរផងលោកម្ចាស់លោកស្រីថែរក្សាផងលោកម្ចាស់លោកស្រីត្រូវថែរក្សាផងថែរក្សាឲ្យពួកយើងបានសុខសប្បាយផងចូលទៅឆ្កែសៀវធាន ម៉ែដោះកុំអី ឆ្កែសៀវធានហ៎ លោកមេតបហាមី នាងស្គាល់គេហ៎ ខ្ញុំហ៎គេគឺជាមនុស្សអភ័ព្វមក អូ បើនាងដឹងថាគេជាមនុស្សអភ័ព្វទៅហើយអញ្ចឹងហេតុអីក៏នាងហៅគេថាឆ្កែសៀវធានអញ្ចឹង គេ ឯណាព្រះបត្រាមិនក៏មិននៅក្នុងបន្ទប់អញ្ចឹង គេព្រះបត្រាណែ ក្រែងមិញនេះនាងបានប្រាប់ខ្ញុំហើយហ៎ព្រះបត្រាកំពុងតែសម្រាប់មិនក៏ពេលនេះមិននៅក្នុងបន្ទប់អញ្ចឹង ខ្ញុំ នេះលោកមេតបមិនដឹងថាលោកនាំខ្ញុំមកទីនេះចង់ធ្វើស្អីទេ ធ្វើស្អីហ៎មនុស្សអភ័ព្វអើយមនុស្សអភ័ព្វខ្ញុំគិតថាឯងមិនគួរណាបដូរឈ្មោះថាជាមនុស្សអភ័ព្វទេឯងគួរតែឈ្មោះថាធ្វើបាបគេទៅត្រូវពេញមួយថ្ងៃដើរទៅដើរមកនៅក្នុងបន្ទប់ភីងអញ្ចឹងឯងដូចជាបានដឹងមុនថាខ្ញុំបានតាមឯងនៅពីក្រោយខ្នងយំមកហើយអញ្ចឹងតើត្រូវដែរទេ លោកមេតបលោកយល់ច្រឡំហើយចាប់តាំងពីដៃខ្ញុំមកខាងបាក់នោះសុខភាពខ្ញុំគឺទន់ខ្សោយរហូតមកខ្ញុំមិនដឹងថាលោកតាមដានខ្ញុំទៅឯងកុំលេងល្បិចអីនៅចង់កុហកជើងទៀតហ៎មិនអន់ទេពីដំបូងខ្ញុំគឺតាមនៅពីក្រោយឯងមែនតែក្រោយមកខ្ញុំប្រទះឃើញថាឯងដើរវល់ដោយគ្មានព្រំដែនបែបនេះដូចជាមានចេតនាកំពុងតែបញ្ឆោតខ្ញុំអញ្ចឹងដើរទៅលិចដើរទៅកើតខ្ញុំប្រទះឃើញថាខ្ញុំចាញ់បោកឯងហើយហេតុនេះយើងក៏នាំឯងមកកន្លែងព្រះបត្រានេះចាំមើលព្រះបត្រាចាត់ការឯងយ៉ាងម៉េចទៅ លោកមេតបហាមីហេតុអីក៏លោកចង់ដាក់ទោសគេ ព្រោះតែខ្ញុំយល់ថាគេគឺមកធ្វើពុតជាចោះចាញ់